បងខ្លះក៏មិនប្រកាសថាដឹងទាំងអស់គ្នាដែរចឹងអាច share វីដេអូនេះម្នាក់មួយសម្រាប់បងហាខ្វះទឹកប្រើប៉ុន្តែឲ្យតែមានប្រភពទឹកអញ្ចឹងនៅចិត្តអញ្ចឹងយើងអាចជីកវាទៅគឺយើងមានទឹកប្រើហើយទឹកហ្នឹងស្អាតអាចងូតអាចដាំបាយបានធម្មតាគឺពួកគាត់ប្រើហ្មងហើយមើលអ្នកជីកក៏អត់ជ្រៅដែរថាកន្លះម៉ែត្រជាងចាស់វាអត់ដល់ផងហើយទូចទៀតនិយាយទៅធំជាងធុងពេត្រូលបន្តិចតែអាចប្រើបាន5គ្រួសារណាមិនលើជីកដងមិនមានជឿណាបងជីកដងមិនដែលជីកណាបានប្រើនេះអ្នកទាំងអស់គ្នាដោយសារតែវាជាប់នៅមាត់ទឹកហើយជាក់ស្ដែងទឹកនេះគឺយើងប្រើអត់កើតទេវាមានឆ្លើងហើយវាល្មាស់ដោយសារវាមិនមែនទឹកស្អាតទេអញ្ចឹងគាត់ក៏មានកំណត់នេះគឺជីកជាដងមកទឹកហ្នឹងច្បាស់ជាមកពីខាងហ្នឹងហើយប៉ុន្តែវាចម្រោះអញ្ចឹងណាចាដល់ពេលវាចម្រោះទៅវាបានស្អាតអញ្ចឹងគាត់ក៏ជីកទឹកហ្នឹងសម្រាប់ប្រើប្រាស់ងូតដាំបាយអីផ្សេងគឺប្រើទឹកហ្នឹងបានហើយខ្ញុំឃើញមិញនៅនោះមកកន្លែងដែរដើរមកមិញហ្នឹងឃើញបងប្រុសគាត់បានជីកដែរគាត់ថាជីកអញ្ចឹងទៅគ្រាន់ប្រើដោយសារគាត់មានកូនងាគាត់ត្រូវការងូតជាមួយនឹងទឹកស្អាតអញ្ចឹងទឹកនេះគឺវាស្អាតហើយឡើងថ្លាឆ្វេងហ្មងនោះឥឡូវគាត់ពងងូតឲ្យកូនគាត់អ្នកនរគ្នាវាឡើងភ្ញាក់ផ្អើលហ្មងពេលដែលមកជីកចេះរនឹកឃើញថាអាចមកជីកហើយ